ngày ba cái chụp sầm rạ miền ban từ na tê ông pu mi nhây tập bông lá cứ có than nuông từ đá lên chẳng na đập bê cật cho cật láng chờ na mùi mì riêng cả đài khang phò chẳng hay sầm rạ sầm rùa mà nâu tê hay thua ấy hộp mong tờ hay không miên thua ấy tê cha cứ than bạc con có hòm nâng ti đây bông tập bông nó khơi chẳng thua cụ kịch cô láng phnom ấy hộp có bàn tay vì riêng khoác rương một cào chẳng na đập bê chẳng hay chờ mà đòi bạc con có hòm ninh mong tờ hay là ní căn tập thu thay chương môn ti đây bông po này mà cả lô nơi sao ta đọc yuan tê hay ai tập bê một tinh mà đong mình tha tộp na có đôi tộp na đa prap tha rực đặc 3 kg anh chẳng nó lụt đỏ 4 kg ấy anh giấy tờ bao mình bán lướt cứ tha ở trận mò ngày đi pram nè lụt tha do tập 3 kg tê rực châu rực lang bông po này khoa tập pi cam tít tê 4 kg ở đây nhom có su thà riêng tràn đai hộp ở nhom tha do tơ nhom hộp to tờ nâng men bông po này 4 kg ní ở đây nhom hộp và 2 chi ma kg sao mán cứ nhom to pi rực thlang ấy rụi rùa hay nâng cứ ao nhẹ lụt cái thưa ao ấy hai chẳng na để xa ta nhom ní ở chơi thưa tê ao cái cách của ba hột doអាចវាចាញ់ឲ្យស្អាតឲ្យហើយយកទៅដល់ទៀតគ្រាន់តែយើងលាងជំរះវាទៅគឺរួចរាល់ហើយតែអាបកងនឹងក៏ក្រិចណាបងប្អូននៅតែលាងមិនស្អាតនឹងក៏ហូបអត់កោដែរដោយសារតែវានៅក្នុងផុកអញ្ចឹងណាអាសាច់ដែលយើងយកទៅចំអិននឹងតែមួយផ្លែទេតែអ្វីដែលយូរនឹងគឺសម្អាតនឹងបងប្អូននៅ4គីឡូនេះខ្ញុំឈរសម្អាតម្នាក់ឯងឡើងចុកជើងហើយមើលកូនកំឡោះខ្ញុំមកអ៊ំពូមីងគេបានជួបមិត្តភក្តិគេហើយនៅក៏និយាយពីថាចូលចិត្តណាឃើញក្នុងទូរស័ព្ទក៏ដែរឃើញជួបផ្ទាល់អញ្ចឹងក៏ដែរឲ្យតែឃើញគឺដឹងតែស្រែកហូហ្មងហើយអត់មានខ្លាចទេអ៊ំពូមីងឲ្យឃើញនៅក្នុងកធននឹងបើមិនហាមទេគឺថាដៃនឹងចាប់លូកយកមកមិនតែប៉ាគេអត់ឲ្យចាប់ទេព្រោះអីខ្លាចគៀបដៃពីមួយថ្ងៃមុននោះខ្ញុំទិញនៅកន្លែងអ៊ីមួយទៀតនោះប្តីរបស់គាត់ធ្វើឲ្យអត់សូវស្អាតទេគាត់ហូតអាចអត់អស់អញ្ចឹងណាប៉ុន្តែនៅកន្លែងអ៊ីនេះគឺគាត់ហូតឡើងអស់ឲ្យយើងមកប្រាប់ប្តីខ្ញុំទៅប្តីខ្ញុំគាត់ថាអញ្ចឹងលើកក្រោយបើចង់ហូបអីទៅទិញនៅកន្លែងអ៊ីនឹងទៀតហ្មងទៅដោយសារតែគាត់សម្អាតគាត់ហូតអាចអីឲ្យយើងបានស្អាតល្អទោះពីឲ្យគាត់ធ្វើរួចរាល់ហើយហ្នឹងឥឡូវនេះគឺថាចាប់ផ្ដើមចាក់ចូលថងឲ្យបងប្អូននិយាយពីថាច្រើនខ្លាំងមែនតើហ្មងធ្វើឲ្យឡើងមកថាសពេញបឹងនៅកន្លែងអ៊ីនេះគាត់មានលក់តែបកងក្រហមតែអត់មានលក់គ្រឿងអីទេអញ្ចឹងហើយគ្រឿងវាហ្នឹងគឺខ្ញុំចាំទៅទិញនៅកន្លែងផ្សេងបន្ទាប់ពីទិញបានរួចរាល់ហើយគឺថានាំគ្នាតម្រង់ទៅផ្ទះឲ្យបងប្អូនឲ្យពួកអីប្រញាប់ទៅធ្វើអានេះគឺធ្វើយូរខ្លាំងមែនតើហ្មងឲ្យតែឯងផងម៉ោងដែលខ្ញុំមកពីផ្សារវិញហ្នឹងម៉ោង 5គឺប៉ះចំម៉ោងសិស្សសាលាគេចេញទៅរៀនបងប្អូនហើយនិយាយពីថាមនុស្សច្រើនខ្លាំងមែនតើអូនខ្ញុំគឺឃើញមានក្មេងៗដើរចេញមកច្រើនអញ្ចឹងគេស្រែកហៅកើចេកើគេសប្បាយចិត្តគេឃើញមានមនុស្សច្រើនត្រៀមខ្លួនទៅកូនធំតិចទៀតហ្នឹងគឺថាដាក់ចូលសាលាដែរហើយបានសប្បាយដូចកើហើយចេអញ្ចឹងដែរឡើងបាននៅផ្ទះរករឿងម៉ាក់ដូចមុនទៀតដែរប៉ាគេថាតែគ្រប់អាយុអាចដាក់ចូលសាលាបានគឺគាត់យកដាក់ចូលសាលាហើយពួកអីឲ្យគាត់ស្គាល់គេស្គាល់ឯងអីអញ្ចឹងណាភ្លេចខ្លួនហ្នឹងគឺថាកូនចូលរៀនទៀតដែរបងប្អូននិយាយពីថាពេលវេលាដើរលឿនខ្លាំងមែនតើហ្មងទៅតែកើតមកថ្ងៃមុនសោះឥឡូវខ្វះតាប្រហែលថ្ងៃទៀតហ្នឹង2ខូបាត់ហើយពេលខ្លះមានអារម្មណ៍ថាអត់ទាន់ស៊ាំតែខ្លួនឯងមានកូនទេបងប្អូនដោយសារតែវាលឿនខ្លាំងពេកយកគាត់ដឹងអីផងខ្លាចទៅជាម៉ែគេបាត់ហើយបងប្អូនហើយប៉ុន្តែចរិតវិញគឺថានៅលេងលក់នៅឡើយទេឥឡូវនេះគឺថាបានមកដល់ផ្ទះវិញហើយរៀបចំយកអីវ៉ាន់ឡើងទៅលើផ្ទះហើយខ្ញុំកំពុងតែឆ្ងល់ប្តីខ្ញុំបងប្អូនហើយដំបូងមុនចេញទៅហ្នឹងគាត់ទិញខោជើងខ្លីយកមកពាក់បន្ទាប់មកគាត់ថាគាត់អត់ពាក់ទេព្រោះអីក្តៅខ្លាចខ្មៅជើងគាត់ចឹងហើយគាត់ដូរស្លៀកខោវែងវិញអីអញ្ចឹងណាជើងខ្លាចខ្មៅក៏ប៉ុន្តែដៃអត់ខ្លាចខ្មៅទេស្លៀកខោជើងវែងហើយពាក់អាវដៃខ្លីសួរគាត់ថាមុនហ្នឹងប្រាប់ខ្ញុំថាខ្លាចខ្មៅជើងហើយដៃមិនបានអត់ពាក់អាវដៃវែងអញ្ចឹងគាត់ថាដៃខ្មៅទៅតែកុំឲ្យខ្មៅជើងប្តីបងប្អូនណាខ្លះដូចខ្ញុំដែរអត់បើខ្ញុំខ្មៅជើងអត់អីណាកុំឲ្យខ្មៅដៃតែបើគាត់វិញចេញមកខុសគេហ្មងបើកន្លែងនេះវិញបងប្អូនណាខ្ញុំអត់ដឹងថាវានៅរស់ហ៎មានណាលូកដៃទៅនិយាយពីថាប៉ះចំពុបចុកអាយហ្មងពេលវានៅគៀបជាប់នឹងយើងអញ្ចឹងនិយាយពីថាចុកខ្លាំងមែនតើហ្មងបងប្អូនហើយក៏ប៉ុន្តែបន្ទាប់ពីយើងបេះវាចេញហើយគឺលែងអីវិញហើយនិយាយទៅឡើងត្រុតដៃដែរហ្នឹងខ្ញុំទិញមកលើកមុនអីយកមកដល់ផ្ទះអញ្ចឹងវាស្លាប់អស់ហើយបងប្អូនអត់មាននៅរស់ទេលូកលៀងបានធម្មតាប៉ុន្តែលើកនេះខ្ញុំអត់ដឹងបងប្អូនហើយដាក់ដៃចូលទៅចំអាកន្លែងបកងនៅរស់ហ្នឹងនិយាយពីថាគៀបឯងពុបយកហ្មងហើយឥឡូវនេះបន្ទាប់ពីខ្ញុំលាងសម្អាតវាបានស្អាតរួចរាល់អីហើយហ្នឹងគឺថាចាប់ផ្ដើមយកវាមកបំពងជាមួយនឹងខ្លាញ់មកត្រឡប់2ត្រឡប់សិនបងវាឲ្យមើលទៅឡើងក្រហមមកល្មមហើយដួសវាទុកម្ដុំខ្ញុំចាប់ផ្ដើមមករំលីងខ្ទឹមសហើយចាក់គ្រឿងកញ្ចប់ចូលគ្រឿងនេះគឺជាគ្រឿងដែលគេឆាបកងនឹងស្រាប់អញ្ចឹងងាយស្រួលណាបងប្អូនអត់ពិបាកទេឆាគ្រឿងនឹងឲ្យឡើងឈ្ងុយហើយខ្ញុំចាក់បកងដែលខ្ញុំបានបំពងមុននឹងចូលទៅកូរច្បល់មើលទៅមកចូលសពសាច់ហើយចាក់ស្រាបៀរចូលមកកំប៉ុងធំដោយសារតែបកងរៀងច្រើនដែរបងប្អូននៅដល់ពេលអញ្ចឹងហើយខ្ញុំប្រើស្រាបៀរមកកំប៉ុងធំនឹងគឺដាក់ទាំងអស់ហ្មងទុករងាស់វាឲ្យវាដាច់ទឹកនៅសល់ទឹករៀងប៉ែកមើលតែបកងយើងឆ្អិនហើយគឺរួចរាល់ជាការស្រាចៃក៏ប៉ុន្តែចុងក្រោយខ្ញុំក៏បានបន្ថែមជាមួយនឹងម្សៅស៊ុបមាន់ហើយនឹងស្ករសទៀតដែរដើម្បីឲ្យបកងរបស់យើងនឹងវាមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់អីអញ្ចឹងណាហើយខ្ញុំក៏បានបន្ថែមជាមួយនឹងមើមខ្ទឹមបារាំងមួយមើមដែរបងប្អូនឆាច្បល់ឲ្យ
ចូលសពសាច់ហើយចុងក្រោយកិច្ចបង្ហាយបុណ្យនឹងគឺអត់ភ្លេចទេជាមួយនឹងជីវ៉ាន់ស៊ុយហើយថ្ងៃនេះខ្ញុំអត់ដាក់ទៅសក់ទេបងប្អូននៅដាក់តែប៉ុណ្្នឹងឯងឥឡូវនេះឆាបកងក្រហមរបស់ខ្ញុំគឺថាឆ្អិនរួចរាល់ហើយបងប្អូនមកបងប្អូនអ៊ំពូមីងអញ្ជើញមកពិសាជាមួយខ្ញុំទាំងអស់គ្នាមើលតែពណ៌គេប៉ុណ្្នឹងក៏ដឹងតែជាតិប៉ុណ្ណាដែរបងប្អូនអើយហើយល្ងាចនេះខ្ញុំធ្វើម្ហូបតាមមុខនឹងទេដោយសារតែនៅសល់ស៊ុបតៅហ៊ូពីថ្ងៃហ្នឹងមួយចានហើយអញ្ចឹងហើយធ្វើតានឹងមុខទៀតទៅគឺរួចរាល់ជាការស្រេចវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនអ៊ំពូមីងទាំងអស់គ្នាដែលតាមដានតាំងពីដើមដល់ចប់ជម្រាបលាជួបគ្នាវីដេអូក្រោយទៀត